ពេលនេះផ្កាយរណបរបស់ប្រទេសថៃដែលជាសមិទ្ធផលក្នុងស្រុកបានបរាជ័យពេលបាញ់បង្ហោះនៅប្រទេសឥណ្ឌាប្រិយមិត្តទស្សនិកជនជាទីមេត្រីយើងទៅបន្តតាមដានព័ត៌មានប្លែកៗនៅប្រទេសថៃសម្រាប់ថ្ងៃទី13ខែមករាឆ្នាំ2026នេះតាមការចុះផ្សាយដោយសារព័ត៌មានថៃប្រទេសថៃមានគម្រោងបាញ់ផ្កាយរណបទៅកាន់គន្លងតារាវិថីដើម្បីអភិវឌ្ឍវិស័យយោធាឲ្យកាន់តែខ្លាំងក្លាប៉ុន្តែវាជារឿងដែលគួរឲ្យអបអរសាទរព្រោះគម្រោងផ្កាយរណបរបស់ថៃដែលបាញ់ពីឥណ្ឌាបានបរាជ័យទាំងស្រុងបេសកកម្មលំហអាកាសដ៏សំខាន់របស់ថៃបានជួបបញ្ហាធ្ងន់ធ្ងរពេលផ្កាយរណបដែលមានឈ្មោះថា TOS ដែលជាសមិទ្ធផលស្ថាបនាដោយផ្ទាល់ក្នុងស្រុកបានបរាជ័យក្នុងការចូលទៅកាន់គន្លងតារាវិថីដែលគ្រោងទុកបញ្ហាបច្ចេកទេសកើតឡើងក្នុងអំឡុងពេលបង្ហោះចេញពីប្រទេសឥណ្ឌាតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃច័ន្ទទី12ខែមករាកន្លងទៅនេះជាការខកចិត្តយ៉ាងខ្លាំងសម្រាប់កម្មវិធីលំហអាកាសរបស់ថៃកន្លងមកពួកគេបានលើកតម្កើងផ្កាយរណបនេះថាជាសមិទ្ធផលវិស្វកម្មជាតិនិងជាសសរស្តម្ភនៃគោលនយោបាយសេដ្ឋកិច្ចលំហអាកាសផ្កាយរណបនេះជាផ្កាយរណបអង្កេតផែនដីដំបូងគេដែលផលិតក្នុងស្រុកដោយកម្លាំងវិស្វករថៃវាត្រូវបានបាញ់បង្ហោះដោយរុក្ខិក PSLV របស់អង្គការស្រាវជ្រាវអវកាសឥណ្ឌាពីមជ្ឈមណ្ឌលអវកាសសាទីដាវ៉ាន់ក្នុងតំបន់ស្រីហារីកូតានៅម៉ោង 11:48 នាទីព្រឹកភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាអវកាសនិងព័ត៌មានភូមិសាស្ត្រថៃ GISTDA បានបញ្ជាក់ពីការបរាជ័យនេះតាមសម្ដីរបស់ប្រធានអង្គការស្រាវជ្រាវអវកាសឥណ្ឌាលោក Naranan ការបង្ហោះប្រព្រឹត្តទៅជាធម្មតារហូតដល់ដំណាក់កាលទី3នៃរុក្ខិកប៉ុន្តែបញ្ហាបច្ចេកទេសមួយធ្វើឲ្យល្បឿនបង្វិលមិនប្រក្រតីលទ្ធផលគឺគន្លងហោះហើររបស់យានងាកចេញពីផ្លូវគ្រោងទុកឥឡូវ GISTDA កំពុងវិភាគទិន្នន័យជាមួយអង្គការឥណ្ឌាមន្ត្រីជំនាញទទួលស្គាល់ថាផ្កាយរណបទំនងជាធ្លាក់ចូលមកវិញលើផែនដីឬស្ថិតក្នុងគន្លងមិនអាចដំណើរការបានផ្កាយរណបនេះត្រូវបានធ្វើឡើងដោយក្រុមវិស្វករថៃចំនួន20នាក់វាជាផ្កាយរណបថៃដំបូងគេដែលប្រើសម្ភារៈកម្រិតឧស្សាហកម្មវារចនាឡើងដើម្បីគាំទ្រការឆ្លើយតបគ្រោះមហន្តរាយការគ្រប់គ្រងធនធានកសិកម្មការរៀបចំផែនការទីក្រុងការត្រួតពិនិត្យបរិយាកាសនិងទ្រទ្រង់ផ្លូវសម្រាប់ផ្កាយរណប TOS-B នៃពេលអនាគតដូច្នេះយើងបានទទួលព័ត៌មានអំពីការបរាជ័យនៃការបាញ់ផ្កាយរណបរបស់ថៃដែលវាបាញ់ពីឥណ្ឌាប៉ុន្តែធ្វើដោយវិស្វករថៃឥឡូវនេះថៃកំពុងបរាជ័យខណៈផ្កាយរណបសំខាន់សម្រាប់សម័យបច្ចេកវិទ្យាជឿនលឿននេះគេអាចប្រើវានៅវិស័យគ្រប់យ៉ាងមិនត្រឹមតែពាណិជ្ជកម្មការតាមដានអាកាសធាតុព្រោះជាពិសេសវិស័យយោធាយើងឃើញថាថៃពីមួយឆ្នាំទៅមួយឆ្នាំពង្រឹងសមត្ថភាពយោធាដើម្បីចិញ្ចឹមចិត្តក្នុងការឈ្លានពានប្រទេសជិតខាងប្រិយមិត្តទស្សនិកជនជាទីមេត្រីព័ត៌មានបន្ទាប់ទាក់ទងនឹងថៃយប់មិញនេះមានអគ្គិភ័យឆេះភ្នំយ៉ាងសន្ធឹកនៅខេត្តឈុនបុរីអគ្គិភ័យឆេះភ្នំសាមេសានបង្កឲ្យប្រជាជនភ័យស្លន់ស្លរត់គេចចេញពីកន្លែងកើតហេតុពួកគេខ្លាចភ្លើងរាវដល់ផ្ទះតាមសារព័ត៌មានភ្នំនេះស្ថិតនៅភូមិនននងក្រចុងឃុំសាមេសានស្រុកសាថាហ៊ីបខេត្តឈុនបុរីទោះមិនដឹងមូលហេតុច្បាស់លាស់អាជ្ញាធរសន្និដ្ឋានថាភ្លើងចាប់ផ្ដើមពីស្មៅលើភ្នំនៅម៉ោង 5:30 នាទីថ្ងៃច័ន្ទទី12ខែមករាបន្ទាប់មកវារាវដាលខ្លាំងសភាពធ្ងន់ធ្ងរបង្កអណ្ដាតភ្លើងយ៉ាងសន្ធៅនិងផ្សែងខ្មៅខ្មួលខ្មាញ់ក្រុមប្រលួនអគ្គិភ័យប្រើរថយន្តជាង10គ្រឿងដើម្បីគ្រប់គ្រងដោយសារភ្លើងឆេះលឿនពលរដ្ឋក្បែរនោះប្រញាប់ជម្លៀសចេញពីផ្ទះដោយអារម្មណ៍ភ័យស្លន់ស្លោមុនគ្រោះថ្នាក់មកដល់ឥឡូវពួកគេកំពុងស៊ើបអង្កេតយើងបានឃើញរឿងភ្លើងឆេះភ្នំបង្កឲ្យប្រជាជនភ័យរត់ស្លន់ស្លោប្រិយមិត្តទស្សនិកជនតាក់ទងនឹងរឿងចម្លែកនៅថៃថ្មីនេះសារព័ត៌មានដណ្ដប់និងសុទ្ធបានចុះផ្សាយអំពីការប្រកាសសន្និដ្ឋានមួយនៅទីក្រុងបាក់កកតាក់ទងនឹងខ្យល់ពុលដែលមានកម្រិតភាគល្អិតខ្ពស់នៅក្នុងខ្យល់វាប៉ះពាល់ដំណក់ដង្ហើមនិងជំងឺស្បែករបស់ប្រជាជនជាង10លាននាក់នៅទីក្រុងបាក់កកក្នុងសង្កាត់និងតំបន់ចំនួនដល់ទៅ20កន្លែងនេះជាបញ្ហាប្រឈមនៅរដូវក្តៅឬរដូវប្រាំងនេះកន្លងទៅទីក្រុងបាក់កកធ្លាប់ជាប់ចំណាត់ថ្នាក់ទីក្រុងមានផ្សែងពុលខ្ពស់បំផុតលើពិភពលោកអ្វីដែលគួរកត់សម្គាល់គឺពេលថៃឈ្លានពានកម្ពុជាថៃធ្លាប់ប្រើផ្សែងពុលដាក់កងទ័ពកម្ពុជានៅព្រំដែនដែលជារឿងឃោរឃៅ
ឥឡូវមិនមែនផ្សែងពុលដែលថៃបាញ់មកទេប៉ុន្តែខ្យល់មានភាពល្អិតខ្ពស់ដោយខ្យល់ពុលកើតពីសំណល់ដុតចំការចរាចរណ៍យានយន្តច្រើនផ្សែងពីរោងចក្រធូលីពីទឹកភ្លៀងខែវស្សាការដុតស្មៅនិងដុតចំការរបស់កសិករវាបង្កើតខ្យល់អាប់អួរដែលហៅថាខ្យល់ចោលពុលប៉ះពាល់ដំណក់ដង្ហើមឥឡូវវាកើតឡើងពេញបន្ទុកនៅបាក់កកប៉ះពាល់ជាង10លាននាក់យើងអាចនិយាយថាវាដូចកម្មពៀដែលថៃធ្លាប់ធ្វើដាក់កងទ័ពកម្ពុជាឥឡូវវាកើតនៅបាក់កកផ្ទាល់ប៉ះពាល់ប្រជាជន10លាននាក់ប្រិយមិត្តទស្សនិកជនឥឡូវថៃកំពុងស៊ើបអង្កេតករណីផ្ទុះគ្រាប់បែក11កន្លែងនៅភាគខាងត្បូងពួកគេរកឃើញថាអ្នកបំផ្ទុះគ្រាប់បែក11កន្លែងនេះជាក្រុមតែមួយជាមួយក្រុមចៅប្លន់ហាងមៀតមួយកន្លែងនៃខេត្តនរាធិវត្តន៍កាលពីថ្មីនេះក្រុមនេះជាក្រុមបះបោរផ្ដាច់ទឹកដីពិតប្រាកដប្រើទឹកដីម៉ាឡេស៊ីជាទីតាំងឈរជើងពេលចៅប្លន់មាសរួចពួកគេជិះរថយន្តចូលទឹកដីម៉ាឡេស៊ីឥឡូវថៃបញ្ជាក់ថាក្រុមបំផ្ទុះគ្រាប់បែកស្ថានីយ៍ប្រេងឯនតីជាបណ្ដាញតែមួយជាមួយក្រុមចៅប្លន់មាសកាលពីខែតុលាឆ្នាំ2025តាមការប្រកាសចាប់ខ្លួនជនល្មើសនៅពីក្រោយការបំផ្ទុះគ្រាប់បែកកំទេចស្ថានីយ៍ប្រេងឥណ្ឌានៅភូមិខាងត្បូងថ្ងៃទី11ខែមករាឆ្នាំ2026អាជ្ញាធរថៃអះអាងថាវាជាបណ្ដាញតែមួយសារព័ត៌មានស្ដាប់សម្ដីមេយុទ្ធភូមិភាគទី4របស់ថៃថាក្រោយពិនិត្យភស្តុតាងយើងសន្និដ្ឋានថាក្រុមវាយប្រហារស្ថានីយ៍ប្រេងឥណ្ឌា11កន្លែងនៅខេត្ត3នៃភូមិខាងត្បូងជាបណ្ដាញតែមួយជាមួយក្រុមចៅប្លន់ហាងមាសយ៉ាវងលោកបន្តថាអាជ្ញាធរមិនទាន់បដិសេធមូលហេតុណាមួយរួមទាំងកត្តាសន្តិសុខនិងនយោបាយក្នុងតំបន់ព្រោះវាកើតក្នុងពេលបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់មេបញ្ជាការកងទ័ពជើងគោកថៃបានបញ្ជាឲ្យប្រញាប់ប្រមាញ់ក្រុមជនដៃដល់នាំខ្លួនមកផ្ទន្ធនាទោសតាមច្បាប់ឲ្យបានឆាប់កងទ័ពត្រួតពិនិត្យនិងដុតរាវផានការខុសច្បាប់ទាំងអស់នៅតាមដងទន្លេកូឡុកខេត្តនរាធិវត្តន៍ពួកគេជឿថាទីតាំងទាំងនេះត្រូវបានក្រុមបះបោរប្រើសម្រាប់ចូលចេញពីថៃអាជ្ញាធរថៃរកឃើញផែខុសច្បាប់ប្រហែល200កន្លែងនិងទូកគ្មានការចុះបញ្ជី900គ្រឿងនៅលើទន្លេអាជ្ញាធរម៉ាឡេស៊ីក៏រកឃើញផែខុសច្បាប់ស្រដៀងគ្នាកងទ័ពនឹងបង្កើនកម្លាំងល្បាតតាមព្រំដែនម៉ាឡេស៊ីនៅខេត្តនរាធិវត្តន៍ពី3កងអនុសេនាធម្មទៅ6កងដូច្នេះយើងដឹងហើយថាក្រុមចៅប្លន់និងក្រុមបំផ្ទុះស្ថានីយ៍ប្រេងឥណ្ឌាជាក្រុមតែមួយដែលជាបញ្ហាកើតឡើងពេញបន្ទុកនៅខេត្តភៀកខាងត្បូងថៃវាបង្កភ័យស្លន់ស្លោដល់ភ្ញៀវទេសចរជាតិអន្តរជាតិមិនហ៊ានទៅលេងកម្សាន្តព្រោះថៃពេលបច្ចុប្បន្នគ្មានសុវត្ថិភាពសម្រាប់ពួកគេទេ